ជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបានពំនាំយកវីដេអូមួយទៀតហើយដើម្បីមកបង្រៀនពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាជួយចុច like Subscribe ទៅលើវីដេអូដើម្បីទទួលបាននៅវីដេអូបន្ថែមទៀតនិងជួយចុច Subscribe ដើម្បីគ្រប់គ្រងទៅលើគាថាឬក៏មន្តអាគមខ្មែរយើងបុរាណថ្ងៃនេះខ្ញុំបានពំនាំយកគាថាមួយគេហៅថាគាថាស្នេហ៍មហាសម្លេងអញ្ចឹងគាថានេះគឺគេប្រើដើម្បីឲ្យយើងឬក៏យើងនិយាយទៅគេស្រឡាញ់និងចូលចិត្តអញ្ចឹងទោះយើងនិយាយតាមទូរស័ព្ទក៏ដោយឬក៏យើងនិយាយពីចម្ងាយក៏ដោយចិត្តក៏ដោយគឺគេស្រឡាញ់និងចូលចិត្តយើងឬក៏យើងទៅណាទៅណីទៅសន្ទនាមួយគេឬក៏ទៅលក់ដូរលក់អីទៅយើងនិយាយទៅសំឡេងដែលយើងនិយាយទៅគេចូលចិត្តស្រឡាញ់ឬក៏ឆាប់ត្រូវគ្នាអញ្ចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងស្រីទាំងអស់គ្នាត្រូវដឹងពីដំណំអញ្ចឹងមុននឹងចូលទៅដល់គាថាសូមកុំបងប្អូនទាំងអស់គ្នាសូមកុំចុចខាទៅលើគាថាដើម្បីស្ដាប់គាថាតម្ងគឺយើងត្រូវតែស្ដាប់ពីដើមដល់ចប់ដើម្បីទទួលបាននៅការណែនាំបន្ថែមពីអ្វីដែលយើងត្រូវដំណំណាអញ្ចឹងគាថាហ្នឹងគឺគេដំណំទៅលើផ្លែស្ពឺផ្លែឃ្លោកសាច់ឆ្កែគឺហាមមិនខាត់ណាហើយមួយទៀតគឺរៀនគាថានេះគឺយកទៅធ្វើអំពើអាក្រក់ឬក៏យើងយកទៅធ្វើអ្វីមិនល្អអញ្ចឹងរាល់អ្វីក៏ដោយគឺវាតែងតែមានមុខពីរទាំងអស់អញ្ចឹងយើងអាចយកវាទៅដើរផ្លូវអាក្រក់បានទេអញ្ចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំទាំងអស់គ្នាត្រូវតែសូត្រអ្នកមោ3ចប់សិនអញ្ចឹងយើងសូត្រទាំងអស់គ្នានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអញ្ចឹងនៅពេលដែលយើងសូត្រនមោចប់គឺយើងចូលទៅដល់គាថាអញ្ជើញគ្រូអញ្ចឹងយើងត្រូវតែសូត្រអញ្ជើញគ្រូដើម្បីឲ្យគាត់មកគង់ឬក៏មកស្ថិតនៅដើម្បីឲ្យយើងសូត្រគាថាទៅឲ្យមានឫទ្ធិដូចឲ្យខ្លាំងពូកែយើងអញ្ជើញគ្រូដើម្បីឲ្យគាត់មកជួយប្រោះព្រំយើងដើម្បីឲ្យយើងខ្សែសូត្រគាថាទៅឲ្យរឹតតែខ្លាំងណាអញ្ចឹងគាថាអញ្ជើញគ្រូយើងសូត្រ3ចប់អញ្ចឹងយើងសូត្រទាំងអស់គ្នាឧបមៈអញ្ជើញគ្រូព្រះរាហុអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពុះអញខ្ញុំស្វហៈឧបមៈអញ្ជើញគ្រូព្រះរាហុអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពុះអញខ្ញុំស្វហៈឧបមៈអញ្ជើញគ្រូព្រះរាហុអាគ្នេយ៍ចាត់អារៈធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពុះអញខ្ញុំស្វហៈអញ្ចឹងនៅពេលដែលយើងសូត្រ3ចប់រួចយើងទៅចូលទៅដល់គាថាអញ្ចឹងយើងចូលទៅដល់គាថាអញ្ចឹងគាថានេះគឺយើងខ្សែសូត្រ7ចប់អញ្ចឹងយើងខ្សែសូត្រគាថានេះគឺដាក់ទៅលើក្រមួនទឹកអប់ក្រមួនយើងយកមកលាបប្រវេមាត់លាបចិញ្ចើមសក់ទឹកអប់យើងបាញ់ដាក់ខ្លួនទៅមុននឹងយើងទៅទីណាទីណីឬក៏យើងធ្វើកិច្ចការមួយគឺយើងលាបទៅរៀងរាល់ព្រឹកហើយយើងសូត្រគឺយើងសូត្រចប់យើងយកជើងខាងស្ដាំរបស់យើងធាក់ដី3ដងទៅយើងយកជើងខាងស្ដាំធាក់ដីទៅពេលយើងសូត្រ3ចប់គាថា7ចប់ហើយអញ្ចឹងយើងចាប់ដើមសូត្រទាំងអស់គ្នាឧមៈអង្គពុនរាយកុំចាយព្រះអាទិត្យគិតមកអញជាកូនស្ដេចឧមៈអង្គអញ្ញាយសម្បល់រឹង3ដូចដែកសម្រែករាជសីមាត់អញចេញស្ដីបង្ក្រាបសត្រូវអោមៈសិទ្ធិស្វហៈអញ្ចឹងយើងសូត្រម្ដងទៀតឧមៈអង្គពុនរាយកុំចាយព្រះអាទិត្យគិតមកអញជាកូនស្ដេច
ឧមេអងអញ្ញៃសម្បល់រឹងដូចដែកសម្រេចរាជសីមាត់អញចេញស្ដីបង្ក្រាបសត្រូវអោមៈសិទ្ធិស្វាហៈចឹងម្ដងទៀតខ្ញុំសូត្រឲ្យខ្ញុំបាទសូត្រឲ្យមួយដើម្បីឲ្យស្រួលស្ដាប់ណាឧមេអងពុនរាយកុំចាយព្រះអាទិត្យគិតមកអញជាកូនស្ដេចឧមេអងអញ្ញៃសម្បល់រឹងដូចដែកសម្រេចរាជសីមាត់អញចេញស្ដីបង្ក្រាបសត្រូវអោមៈសិទ្ធិស្វាហៈចឹងគាថានេះគឺយើងខ្សែផ្សូតបែបហ្នឹងយើងខ្សែផ្សូត7ចប់រួចយើងផ្លុំដាក់ទៅលើកបួនឬក៏ទឹកអប់ទៅហើយយើងយកវាមកលាបទៅមុននឹងទៅណាទៅណីយើងអាចសូត្រព្រឹកម្ដងពេលមុននឹងចូលគេយើងសូត្រម្ដងទៀតទៅអឺគាថានៅពេលដែលយើងព្យាយាមសូត្ររងថ្ងៃយើងចាំយើងស្ទាត់ពេលដែលយើងចាំស្ទាត់ទៅយើងមិនបាច់មើលសភៅវាយើងសូត្រទៅវាខ្លាំងណាហើយមួយទៀតពុកម៉ែមីងអ៊ំទាំងអស់គ្នាអាសាអុជធូបរៀងរាល់ថ្ងៃសិលហើយរាល់គាថាទាំងអស់អាចសូត្រឧទ្ទិសរៀងរាល់ថ្ងៃសិលបន្ថែមទៀតទៅដើម្បីឲ្យគាថាទាំងអស់ហ្នឹងមានរិទ្ធិវិជ្ជៈអញ្ចឹងកុំភ្លេចអុជធូបថ្វាយផ្កាថ្វាយផ្លែឈើនិងបាញ់ទឹកអប់រៀងរាល់ថ្ងៃសិលណាអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់ដែលគ្រប់គ្រងទៅលើវីដេអូខ្ញុំបាទទាំងអស់គ្នាហើយបើសិនជាបងប្អូនស្រឡាញ់នឹងចូលចិត្តឬក៏ចង់ឧបត្ថម្ភបងប្អូនអាចឧបត្ថម្ភខ្ញុំបាននៅលើ AVA ក៏បាន AC ក៏បានជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា